ពួកយើងកើតមកជាកូនខ្មែរត្រូវតែពហិការឈប់ប្រើរបស់សៀមឈប់ប្រើរបស់ថៃបងប្អូនខ្ញុំដូរមកប្រើរបស់ខ្មែរនិងជំនួសឲ្យនៅផលិតផលមកពីប្រទេសផ្សេងៗអស់ហើយឥឡូវលែងប្រើរបស់សៀមហើយនេះដូចជាសាប៊ូដុសខ្លួនអង្ករផ្កាម្លិះនេះបងប្អូនសាប៊ូដុសខ្លួនអង្ករផ្កាម្លិះនេះគឺល្អបងប្អូនដុសខ្លួនទៅស្បែកយើងរៀង smooth ជាងមុនហើយវាអត់រមាស់ទេវាអត់មានជាតិកាត់ទេរបស់ខ្មែរយើងភាគច្រើនផលិតមកគឺអត់មានដាក់សារធាតុគីមីទេអញ្ចឹងល្អប្រើបងប្អូនហើយក៏មានជាសាប៊ូកក់សក់ដែរគឺសាប៊ូកក់សក់អង្ករផ្កាម្លិះដូចគ្នាហ្នឹងគឺល្អប្រើដូចគ្នាថ្លៃបងប្អូនម្ដងនេះក្បាច់ទៅ2000នេះ20000ទិញនៅខាងបោះដុំឯងបងប្អូនហើយរៀងថ្លៃក៏ប៉ុន្តែល្អប្រើអញ្ចឹងយើងនាំគ្នាមកបដូរប្រើផលិតផលរបស់ខ្មែរយើងវិញរបស់កូនខ្មែរយើងផលិតបានអរគុណច្រើនបងប្អូនមើលបន្តនេះគឺសាប៊ូរបស់ជប៉ុនសាប៊ូកក់សក់របស់ជប៉ុនណាបងប្អូនក៏ប៉ុន្តែលេខកូដគឺដាក់របស់ចិនបានន័យថាខាងក្រុមហ៊ុនជប៉ុនហ្នឹងគេមាន corporate ជាមួយចិនគេផលិតនៅជប៉ុននៅចិនណាបងប្អូនមិននៅឆៃណានេះហើយនេះទៀតប្រេងសង្វារនេះក៏ជាផលិតផលរបស់ចិនដែរបងប្អូនល្អប្រើដូចគ្នាមេតនៅចិនដូចគ្នាមេតនៅឆៃណាហើយមួយទៀតនេះបងប្អូនម៉ាស់អង្គនេះម៉ាស់អង្គនេះក៏ល្អប្រើដែរពីមុនខ្ញុំធ្លាប់តែប្រើទឹកបាយធ្វើជាម៉ាស់ណាបងប្អូនតែដល់ពេលដូរមកប្រើនេះដូរមកប្រើម៉ាស់អង្គនេះគឺល្អប្រើបងប្អូនបិទទៅមុខយើងរៀងតឹងហើយរៀង smooth ជាងមុនល្អប្រើនេះគេដាក់ made in China ធ្វើនៅចិននេះល្អប្រើនេះទៀតបងប្អូនក្រែមនេះគេមានឆក់ពីបនេះធ្វើនៅចិនដូចគ្នាបងប្អូនរបស់ចិនហើយមួយទៀតនេះcollagen sakura នេះបងប្អូនល្អប្រើណាហើយក៏ដាក់ made in China ដូចគ្នាធ្វើនៅចិនដូចគ្នារបស់ចិនបងប្អូនក៏ល្អប្រើមួយទៀតនេះលេទឹកអប់នេះក៏ជារបស់ចិនដែរបងប្អូនលេខកូដចិនដូចគ្នាលេទឹកអប់នេះយើងលាបស្បែកយើងទៅវារៀង smooth ស្បែកយើងរៀងទន់ហើយក៏អូបងប្អូននេះល្អប្រើណាស់បងប្អូននេះមកប្រើនេះវិញយើងដូរជប់ប្រើរបស់ថៃហើយមួយទៀតនេះបងប្អូននេះលាវនីនេះល្អប្រើបងប្អូនគេដាក់ក្អូប20ក្អូប48ម៉ោងណា made in Vietnam ក៏ប៉ុន្តែលេខកូដរបស់សិង្ហបុរី888លេខកូដតែដាក់ made in Vietnam អញ្ចឹងបានន័យថាក្រុមហ៊ុនសិង្ហបុរីធ្វើនៅវៀតណាមនេះអានេះល្អប្រើបងប្អូនខ្ញុំប្រើរាប់ឆ្នាំហើយក្អូបលុញក្លៀកហើយលើកក្លៀកនឹងហិតក្អូបអមឡើងចឹងលើកក្លៀកហិតក្អូបមិនក្អូបក្លៀកក្អូបអានេះបងប្អូនហើយអ្វីដែលសំខាន់ហ្នឹងក្នុងវីដេអូនេះគឺអានេះខ្ញុំសរសើរមិនដាច់ពីមាត់ទេគឺសាប៊ូលាងមុខសូត្រមាសនេះល្អខ្លាំងមែនទែនបងប្អូនហើយដោះតែមួយខែទៅនេះបាត់មុននេះគេមុនកាមនៅលើច្រមុះហើយលើចកានេះបាត់អស់ហើយនេះសាប៊ូសូត្រមាសតែថ្លៃហ៎បងប្អូនមួយដុំហ្នឹង20000ទិញកន្លែងបោះដុំបើទិញខុសពីកន្លែងបោះដុំគឺ22000កាលមុនដាច់ស្តុកខ្ញុំទិញនៅក្រៅគឺ22000 23000តែតាំងពីហ្នឹងមកដែលឲ្យដាច់ស្តុកទេគឺតែងតែទិញទុកលើសពីមួយដុំព្រោះវាល្អប្រើបងប្អូនសាប៊ូសូត្រមាសខាងក្រុមហ៊ុនឯក beauty បងប្អូនរូបមន្តផលិតបែបបុរាណណាមានសបុកតកៅនាងអីហ្នឹងហើយមានទឹកឃ្មុំអីហ្នឹងគេលាយគ្នាមានល្មៀតមានអីល្អប្រើមែនទែនបងប្អូននេះជួយគ្រប់គ្រងផលិតផលរបស់ខ្មែរយើងនេះសាប៊ូសូត្រមាសមិនមែនផលិតបានត្រឹមតែសាប៊ូលាងមុខទេគេមានសាប៊ូដុសខ្លួនសាប៊ូកក់សក់ទៀតឥឡូវគេមានសាប៊ូសូត្រពេជ្រហ្នឹងគឺសម្រាប់កក់សក់ល្អប្រើបងប្អូនខាងក្រុមហ៊ុនឯក beauty ក្នុងនេះគេដាក់ natural soap សាប៊ូសូត្រមាសបែបធម្មជាតិបងប្អូនល្អប្រើខ្លាំងមែនទែននេះខ្ញុំរៀកមិនឲ្យបងប្អូនប្រើនេះធ្លាប់តែប្រើ foam លាងមុខអីតែអានេះលើសពី foam លាងមុខ10ដងល្អជាង foam លាងមុខឆ្ងាយណាស់
ប្រើតអត់ខុសទេខ្ញុំជាប់ចិត្តធ្លាប់ប្រើ form លេងមុខដល់ពេលតែបកមកប្រើសូត្រមាសនេះហើយគឺជាប់ចិត្តជាប់ស្នេហ៍សូត្រមាសអត់តាណារួចទេគឺប្រើសូត្រមាសនេះវិញប្រើខ្លាំងឥឡូវគេមានវិចខ្ចប់អើយថ្មីបងប្អូនគេមានប្រអប់មានអីដាក់ឡើងស្អាតឡើងខ្ជូតប្រអប់គេពេលអស់នេះទៅគឺទិញសារក្រោយហ្នឹងទិញអាមានប្រអប់ហើយល្អប្រើណាស់នេះចឹងយើងជាខ្មែរទាំងអស់គ្នាយើងគួរតែគ្រប់គ្រងផលិតផលរបស់ខ្មែរយើងឲ្យបានច្រើនដើម្បីឲ្យអ្នកផលិតគាត់ផលិតបានកាន់តែច្រើនហើយកាន់តែល្អគុណភាពកាន់តែខ្ពស់ហើយដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្មែរយើងរីកចម្រើនយើងនាំគ្នាដកដង្ហើមដោយខ្លួនឯងយើងឈប់ខ្ចីដង្ហើមគេដកដើម្បីប្រទេសយើងរីកចម្រើនសេដ្ឋកិច្ចយើងល្អប្រសើរនិងគ្រួសារនីមួយៗនៅក្នុងស្រុករបស់យើងគឺមានជីវភាពធូរធារយើងនាំគ្នាប្រើផលិតផលរបស់ខ្មែរយើងទាំងអស់គ្នានាំគ្នាពហិការឈប់ប្រើរបស់សៀមរបស់ថៃតទៅទៀតបងប្អូនសំណូមពរតែប៉ុណ្្នឹងចាអរគុណ